ថ្ងៃសិលនេះខ្ញុំចំណាយប្រាក់អស់តែ 4000 រៀលទេចំអិនបានម្ហូប2មុខសិតតែឆ្ងាញ់ទៀតតែបងប្អូនមើលទាំងអស់គ្នាខ្ញុំទិញត្រួយល្ពៅ2ដុំយកមកឆាត្រឡប់ជាមួយប្រេងខ្យងតិចក្នុងការឆាត្រួយល្ពៅឲ្យមានរសជាតិឆ្ងាញ់ហើយនឹងពណ៌សម្បុរគេនៅស្រស់ស្អាតប្រើភ្លើងឲ្យខ្លាំងហើយកុំក្របគម្របឲ្យសោះបង់គ្រឿងមកល្មមហើយតែឆាត្រឡប់ទៅ2-3នាទីរួចជាការស្រេចក៏លេចមកមើលមុខម្ហូបរបស់ខ្ញុំមួយមុខទៀតគឺពងមាន់ចំហុយទុននឹងឯងធ្វើសារនេះខ្ញុំប្រើពងមាន់5គ្រាប់ហើយឆ្នៃបានពីរសជាតិទៀតមកមើលគ្រឿងផ្សំបន្តិចទៅណាបងប្អូនដោយសារវីដេអូរត់កាត់មកដល់នឹងហើយប្រើអំបិលម្រេចម្សៅស៊ុបប្រេងខ្យងទឹកត្រីស្ករនឹងដាក់មកឆ្ងាញ់តែម្ដងមុននឹងរៀបចំចំហុយនឹងខ្ញុំក៏ត្រងពពុះចេញដែរចំពោះរសជាតិនៅក្នុងផ្តិលនេះសម្រាប់ចៅអត់មានបានដាក់ផ្សិតដាក់អីទេហើយមួយចាននេះគឺសម្រាប់ចុងភៅមានផ្សិតមានម្ទេសមានអីអញ្ចឹងទៅមានអីបងប្អូនខ្ញុំធ្វើសារនេះគឺថាឆ្ងាញ់ជាងធ្វើលើកមុនព្រោះអីយើងដឹងមានបទពិសោធន៍ណាបងប្អូននេះឥឡូវចាប់ផ្ដើមចំហុយឆ្អិនហើយលើកនេះបោះចៅមកផ្តិលយកមកនេះទុនឡើងដល់មើលរីឯនេះសម្រាប់ចុងភៅឥឡូវមកអ៊ុតមើលទាំងអស់គ្នានេះរសជាតិផ្សិតខ្ញុំចំហុយលីផ្សិតតែបងប្អូនហើយនិយាយពីថាពងមាន់សាច់ឡើងទុនតែម្ដងតំណងឆ្ងាញ់អត់បងប្អូន